ពលរដ្ឋខ្មែរម្នាក់នេះពលរដ្ឋខ្មែរម្នាក់នេះគាត់ពិការជើងគាត់បានលើកជើងសពនិមិត្តរបស់គាត់ដើម្បីតទល់ជាមួយទាហានថៃដែលប្រដាប់ដោយអាវុធគ្រប់ដៃទាហានទៀនវាពិតជាទៅណាស់បងប្អូនអើយជាយាមរីបន្លាងបន្ថែមនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនេះរសៀលថ្ងៃទី16ខែកញ្ញាឆ្នាំ2025ហើយគាត់បានលើកជើងសពនិមិត្តរបស់គាត់ឆ្កឹះបន្លារស់ចេញសូមកុំឈ្លានពានកម្ពុជាទាហានទៀនវាគាត់បន្លាលួសនៅក្នុងទឹកដីខ្មែរបងប្អូនបាទសៀងវាមកកាន់សិនតែភ្លើងសុដៃបងប្អូនបាទបងប្អូនឥឡូវបងប្អូនពលរដ្ឋយើងគ្រាន់អត់មានអីគ្រាន់តែរុញខ្សែលូបទេបាទគ្រាន់តែរុញខ្សែលូបរបស់សៀងមើលបងប្អូនអត់មានធ្វើអីទេបាទអូខ្សែណោខ្សែបងប្អូនជួយshareមួយដើម្បីឲ្យពិភពលោកបានដឹងផងបាទពុកម៉ែបងប្អូនបាទប្រជាពលរដ្ឋរបស់យើងអត់មានចង់បានអីគ្រាន់តែលក្ខណៈថាចង់ការពារទឹកដីរបស់យើងអញ្ចឹងណាបាទឥឡូវគ្រាន់តែរុញ